Star ធម្មពលវិជ្ជមានក្នុងជីវិតសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ពេលវេលាមួយដែលអ្នកអាចសម្រាកពីភាពរវល់សម្រាកពីការព្រួយបារម្ភហើយត្រឡប់មករកខ្លួនឯងវិញវីដេអូនេះមានចំណងជើងថា Star ធម្មពលវិជ្ជមានក្នុងជីវិតមិនថាអ្នកកំពុងនឿយហត់អស់កម្លាំងខូចចិត្តឬបាត់បង់ទិសដៅសូមឲ្យ30នាទីបន្ទាប់នេះក្លាយជាពេលសម្រាប់អ្នកតែម្ដងសូមអង្គុយឲ្យស្រួលដកដង្ហើមជ្រៅៗហើយអនុញ្ញាតឲ្យធម្មពលល្អចូលមកក្នុងចិត្តរបស់អ្នកភាគទី1ធម្មពលជីវិតគឺជាអ្វីធម្មពលជីវិតមិនមែនជាអ្វីដែលយើងមើលឃើញបានទេតែយើងអាចមានអារម្មណ៍បានពេលអ្នកពេញដោយធម្មពលវិជ្ជមានអ្នកមានអារម្មណ៍ថាចិត្តស្ងប់ខួរក្បាលច្បាស់រាងកាយឡើងមានសង្ឃឹមមានកម្លាំងចង់បន្តតែពេលធម្មពលត្រូវបង្អត់ជីវិតមើលទៅធ្ងន់អ្វីមើលទៅពិបាកហើយអ្នកចង់បោះបង់ដោយមិនដឹងហេតុផលធម្មពលរបស់យើងត្រូវបានប៉ះពាល់ដោយគំនិតដែលយើងគិតមនុស្សដែលយើងនៅជុំវិញអ្វីដែលយើងស្ដាប់និងមើលរបៀបដែលយើងនិយាយទៅខ្លួនឯងដូច្នេះការ Star ធម្មពលគឺជាការត្រឡប់មករកខ្លួនឯងវិញភាគទី2មូលហេតុដែលធ្វើឲ្យធម្មពលយើងថយចុះមនុស្សភាគច្រើនអស់ធម្មពលមិនមែនព្រោះធ្វើការច្រើនពេកទេតែព្រោះគិតច្រើនពេកការព្រួយបារម្ភអតីតកាលការភ័យខ្លាចអនាគតការរិះគន់ខ្លួនឯងការរស់នៅក្នុងបរិយាកាសអវិជ្ជមានទាំងនេះសុទ្ធតែបឺតធម្មពលពីចិត្តយើងយ៉ាងស្ងាត់ស្ងាត់ពេលអ្នកនៅជាមួយមនុស្សដែលតែងតែត្អោញត្អែតែងតែបន្ទាយចិត្តធម្មពលអ្នកនឹងធ្លាក់ចុះដោយស្វ័យប្រវត្តិហើយរឿងដែលធ្ងន់ជាងគេគឺការនិយាយអវិជ្ជមានទៅខ្លួនឯងដោយមិនដឹងខ្លួនភាគទី3ការចាប់ផ្ដើម Star ធម្មពលពីខាងក្នុងការ Star ធម្មពលមិនចាប់ផ្ដើមពីខាងក្រៅទេវាចាប់ផ្ដើមពីខាងក្នុង1ការដកដង្ហើមដោយស្រូបសន់សូមដកដង្ហើមជ្រៅចូលតាមច្រមុះកាន់វា3វិនាទីហើយបញ្ចេញតាមមាត់យឺតធ្វើបែបនេះ5ដងអ្នកនឹងមានអារម្មណ៍ថាចិត្តចាប់ផ្ដើមស្ងប់2ការអនុញ្ញាតឲ្យខ្លួនសម្រាកអ្នកមិនចាំបាច់រឹងមាំគ្រប់ពេលទេការសម្រាកមិនមែនជាភាពខ្សោយទេវាជាការថែរក្សាធម៌ពល3ការអត់ទោសខ្លួនឯងបើអ្នកកំពុងទោសខ្លួនឯងសូមនិយាយថាខ្ញុំធ្វើបានល្អបំផុតតាមស្ថានភាពនោះហើយការអត់ទោសគឺជាការដកបន្ទុកធ្ងន់ចេញពីចិត្តភាគទី4ការ Star ធម្មពលតាមទម្លាប់ប្រចាំថ្ងៃ1ព្រឹកវិជ្ជមានរបៀបដែលអ្នកចាប់ផ្ដើមព្រឹកកំណត់ធម្មពលថ្ងៃទាំងមូលកុំចាប់ផ្ដើមថ្ងៃដោយទូរស័ព្ទដកដង្ហើម2នាទីនិយាយពាក្យល្អទៅខ្លួនឯង2ជ្រើសរើសអ្វីដែលអ្នកស្ដាប់និងមើលអ្វីដែលអ្នកបញ្ចូលទៅក្នុងខួរក្បាលនឹងក្លាយជាធម្មពលរបស់អ្នកកាត់បន្ថយព័ត៌មានអវិជ្ជមានជ្រើសរើសតន្ត្រីស្ងប់ស្ងាត់ស្ដាប់អ្វីដែលលើកទឹកចិត្ត3រាងកាយនិងធម្មពលចលនាតូចការដើរការទាញដងទ្រូងអាច Star ធម្មពលបានយ៉ាងច្រើន4ការអរគុណរៀងរាល់ថ្ងៃសរសេរឬគិតអំពីរឿង3ដែលអ្នកអរគុណការអរគុណបំលែងអ្វីដែលអ្នកមានឲ្យคล้ายទៅជាគ្រប់គ្រាន់ភាគទី5ការប្រកាសធម្មពលវិជ្ជមានការ Star ធម្មពលគឺសំខាន់តែការប្រកាសធម្មពលកាន់តែសំខាន់រៀននិយាយថាទេដោយមិនមានអារម្មណ៍ខុសកុំយកបញ្ហាអ្នកដទៃមកដាក់ទុកក្នុងចិត្តកំណត់ព្រំដែនចិត្តជ្រើសរើសមនុស្សដែលអ្នកចង់ចំណាយពេលជាមួយអ្នកមានសិទ្ធិរក្សាសន្តិភាពក្នុងចិត្តភាគចុងបញ្ចប់សារលួងលោមចិត្តឥឡូវនេះសូមដកដង្ហើមម្ដងទៀតសូមនិយាយទៅខ្លួនឯងថាខ្ញុំអនុញ្ញាតឲ្យធម៌ពលវិជ្ជមានហូរចូលក្នុងជីវិតខ្ញុំសមតែមានសុខសាន្តខ្ញុំសមតែមានសេចក្តីសុខបើថ្ងៃនេះអ្នកមិនអាចធ្វើអ្វីបានច្រើនទេវាមិនអីទេការរស់នៅដោយសន្តិភាពក៏ជាជោគជ័យមួយដែរសូមយកធម៌ពលនេះទៅជាមួយអ្នកទៅគ្រប់ទីកន្លែងក្នុងជីវិតប្រចាំថ្ងៃសូមអរគុណនិងសូមឲ្យធម៌ពលវិជ្ជមាននៅជាមួយអ្នកជានិច្ច